បាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃទី5ខែ6ឆ្នាំ2025នេះថ្ងៃនេះខ្ញុំសូមធ្វើព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងប្រវត្តិនៃប្រទេសថៃខ្លះៗនិងប្រវត្តិសម្ដេចថៃខ្លះៗដែលជួបពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាយើងបងប្អូនណាអញ្ចឹងប្រវត្តិទាំងអស់នេះសុទ្ធតែជីដូនជីតាខ្ញុំគឺបានដឹងទាំងអស់គឺជារឿងពិតទាំងអស់ទី1សម្ដេចថៃដែលគាត់បានចេញពីប្រទេសកម្ពុជាទៅដែលជាតាទួតរបស់ស្ដេចដែលនៅសោយរាជ្យរាល់ថ្ងៃនេះគឺគាត់បានចេញពីប្រទេសកម្ពុជាគឺទៅវាយដណ្ដើមអំណាចនៅប្រទេសថៃបច្ចុប្បន្ននឹងឯងតែមិនមែនឈ្មោះប្រទេសថៃទេនៅទីនោះគឺមានឈ្មោះផ្សេងហើយគាត់វាយដណ្ដើមបានគាត់ក៏បានគ្រងរាជ្យអំណាចនៅទីនោះហើយប្រជាជនភាគច្រើនដែលនៅទីនោះគឺជាប្រជាពលរដ្ឋខ្មែរយើងទេគឺជាប្រជាពលរដ្ឋខ្មែរហើយពួកគាត់គឺមានជាតិសាសន៍ដែលកាត់បានថាមានកាត់ចិនកាត់អីចឹងទៅបន្ទាប់មកទៀតគឺសម្ដេចតាទួតគាត់ជាមនុស្សដែលល្អបំផុតមានទំនាក់ទំនងជាមួយខ្មែរយើងគាត់មិនមែនជាអ្នកឆ្លោះឬកាប់ចាក់ជាមួយខ្មែរយើងតទៅទៀតទេតាំងពីគាត់កាន់អំណាចទៅគឺគាត់ជាស្ដេចមួយដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរបានថាមានទំនាក់ទំនងគ្នាជាបងប្អូនពីព្រោះស្ដេចថៃគាត់ចេញពីប្រទេសកម្ពុជាយើងទៅទេគាត់ជាមេតបផងដែរហើយគាត់ក៏បានធ្វើការជាមួយនឹងសម្ដេចតាទួតយើងផងដែរមកគិតទៅគឺដូចជាប់ពាក់ព័ន្ធបងប្អូនអញ្ចឹងគ្រាន់តែគាត់រស់នៅក្នុងស្រុកអង្គត្នោតនៅភូមិអង្គត្នោតឃុំដូចជាឃុំគូសម្ដុំហ្នឹងឬក៏ឃុំអីទេខ្ញុំភ្លេចហើយស្រុកអង្គត្នោតភូមិអង្គត្នោតស្រុកត្រាំកក់ខេត្តតាកែវខ្ញុំភ្លេចឃុំហើយបងប្អូនហើយពេលដែលគាត់ទៅនៅនោះគឺគាត់បានថាចែកដីគ្នាដើម្បីកាន់កាប់អំណាចកុំអោយមានប្រទេសណាផ្សេងមកឈ្លានពានទឹកដីកម្ពុជាហ្នឹងគឺប្រទេសទាំងពីរហ្នឹងគឺស្រឡាញ់គ្នាបានថាបងប្អូនគ្នាទេអញ្ចឹងនៅពេលដែលគាត់នោះបានប្រពន្ធគាត់និយាយទួតអាប៉ិរាល់ថ្ងៃហ្នឹងពេលដែលគាត់បានប្រពន្ធហ្នឹងទៅគឺសាច់ឈាមលក្ខណៈកាត់សាសផ្សេងអញ្ចឹងណាពេលនោះមកគឺបានថាពេលដែលមានកូនមានចៅមកគឺគាត់មានគំនិតបរៀនកូនផ្លូវផ្សេងមានគំនិតបរៀនកូនគឺឲ្យបែកឆ្វេងអញ្ចឹងបន្ទាប់ពីហ្នឹងមកបានគាត់មានកូនគាត់ដែលជាឪពុករបស់ស្ដេចនេះបានឲ្យឪពុកហ្នឹងគឺសោយរាជបន្តនៅពេលដែលគាត់សោយរាជបន្តហ្នឹងស្ដេចអង្គក្រោយនេះក៏គាត់ជាមនុស្សល្អដែរហើយគាត់នៅតែគោរពស្រឡាញ់ខ្មែរយើងទាំងអស់នៅតែសាមគ្គីជាមួយខ្មែរយើងដូចគ្នាព្រោះអីនៅក្នុងវាំងស្ដេចថៃគឺនិយាយភាសាខ្មែរជាទូទៅគឺនិយាយភាសាខ្មែរដូចយើងនិយាយខ្មែរដូចគ្នាអញ្ចឹងហើយគាត់ជាស្ដេចដែលធ្វើឲ្យប្រជាជនគោរពស្រឡាញ់បំផុតពីចំនួននោះគឺគ្មាននាយករដ្ឋមន្ត្រីគ្មានអីទេតែដោយសារគាត់អត់មានកូនប្រុសអត់មានអីអញ្ចឹងទៅគាត់ចេះតែបន្តតស៊ូទៅរហូតដល់គាត់បានកូនប្រុសមួយតែកូនប្រុសនេះក៏ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរគឺខ្ញុំអត់ដឹងទេគាត់ថាខ្ញុំដឹងពីប្រវត្តិគាត់ចាស់ទេព្រោះយាយតាខ្ញុំគាត់និយាយប្រាប់ដែរអញ្ចឹងនៅពេលដែលស្ដេចអង្គនេះគាត់មានកូនមានអីអញ្ចឹងទៅតែកូនប្រុសគាត់នេះគាត់មិនសូវរវីរវល់រឿងរាជវាំងរឿងអីទេគាត់អាងតែឪពុកគាត់ជាស្ដេចអាងតែគាត់មានអំណាចខ្លាំងជាងគេនៅប្រទេសហ្នឹងអញ្ចឹងគាត់ដើរលេងតាមតែអំពើចិត្តតាមតែសេរីហើយការរៀនសូត្ររបស់គាត់ក៏រៀនបានខ្ពង់ខ្ពស់ខ្លាំងដែរក៏ប៉ុន្តែបងប្អូនមើលឃើញស្រាប់ហើយចរិតឫកពារបស់គាត់គឺផ្សេងខុសពីសម្ដេចតាបានថាខុសពីសម្ដេចដែលជាឪពុករបស់គាត់ចាស់ចរិតឫកពាគាត់គឺខុសពីសម្ដេចចាស់ហ្នឹងគឺខុសរហូតដល់ទៅ
80-90%ក៏ប៉ុន្តែប្រជាជនរបស់ពួកគាត់រាល់ថ្ងៃគឺបានន័យថាវង្វេងដោយសារទី1គ្រឿងញៀនទី2ស្រាបៀស្រាអីផ្សេងទី3ដោយសារអំណាចគឺមាន3ហ្នឹងអញ្ចឹងគាត់លក្ខណៈថាអញធំជាងគេអានេះធំជាងគេអានោះធំជាងគេដូចមេតបរាល់ថ្ងៃដែលធ្វើរឹកកយ៉យដើម្បីឲ្យប្រជាជនគ្រប់ស្រឡាញ់ច្រើនអញ្ចឹងណាតាមពិតគឺអត់មានរឿងអីតែមកត្រូវឆ្លោះជាមួយខ្មែរបចោជាមួយខ្មែរទេព្រោះអីពូជពងសាវតាតែមួយវាអត់ត្រូវឆ្លោះគ្នាទេហើយរឿងទាំងអស់នេះគឺមកអំពីបកបែងចែកជា2បកមួយល្អបកមួយអាក្រក់និយាយចេះឆាប់ចប់នៅពេលដែលបែងចែកជាបកជា2ចឹងហើយពួកគាត់ហ្នឹងវាដូចថាវង្វេងប្រវត្តិសាស្ត្រពួកគាត់ចាប់ផ្ដើមវង្វេងប្រវត្តិសាស្ត្រដោយគាត់អត់ដឹងថាសម្ដេចរបស់គាត់ហ្នឹងគឺជាជនជាតិខ្មែរជាជាតិសាសន៍ខ្មែរជាពូជពងខ្មែរជាពូជពងជាមួយនឹងពួកគាត់ដែរទេគឺគាត់វង្វេងហើយគាត់អត់បានសិក្សាគាត់សិក្សាតែប្រវត្តិសាស្ត្រថ្មីដែលគេបង្វែងហើយបង្វែងហ្នឹងគឺអ្នកណាបង្វែងគឺសម្ដេចយាយគាត់ធ្វើដើម្បីឲ្យដាច់ស្រេចឲ្យផុតពីស្រុកខ្មែរយើងឲ្យប្រទេសតាមពិតនៅថៃហ្នឹងគឺមិនមែនជាប្រទេសថៃទេมันឈ្មោះប្រទេសថៃចឹងទេខ្ញុំភ្លេចហើយនិយាយតាខ្ញុំប្រាប់ដែរតែនិយាយរួមទៅគឺគាត់ធ្វើឲ្យដាច់ស្រេចអត់ឲ្យនៅពាក់ព័ន្ធគ្នាជាមួយនឹងកម្ពុជាយើងទេគាត់អត់ចង់ឲ្យស្ដេចនោះមកជួយលូកដៃលូកជើងអីជាមួយនឹងប្រទេសខ្មែរយើងទេគឺឲ្យដាច់ស្រេចពីគ្នាឲ្យដាច់ដលែកពីគ្នាដូចចិននៅដូចចិនហុងកុងហើយនិងសិង្ហបុរីអញ្ចឹងបងប្អូនចិនដូចគ្នាដូចតៃវ៉ាន់អញ្ចឹងចិនដូចគ្នាក៏ប៉ុន្តែបែងចែកបកអំណាចផ្សេងគ្នាអាហ្នឹងអញ្ចឹងហើយប្រជាប្រិយភាពបើនិយាយពីប្រជាប្រិយភាពស្ដេចដែលជាសម្ដេចឪរបស់ស្ដេចអងថ្ងៃនេះគឺគាត់មានប្រជាប្រិយភាពណាស់គាត់អត់សូវចេះរករឿងអ្នកណាទេគាត់ដឹងតែម្យ៉ាងគាត់ជួយប្រជាពលរដ្ឋអភិវឌ្ឍប្រទេសគាត់ចេះតែប៉ុណ្្នឹងឯងហើយប្រជាពលរដ្ឋរបស់គាត់គឺគោរពស្រឡាញ់គាត់ខ្លាំងដូចប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់សម្ដេចតាយើងដូចគ្នាអញ្ចឹងដូចគ្នាព្រោះអីសម្ដេចអង្គទាំងពីរគឺនិយាយរួមទៅស្ទើរតែយើងហ៊ាននិយាយថាមានតំណែងតំណងជ្រៅស៊ីជម្រៅមែនតើអញ្ចឹងខ្ញុំប្រាប់បងប្អូនទៅចោះសម្រាប់កូនក្រោយនេះគឺគាត់អត់មានចរិតរឹកពីដូចឪពុករបស់គាត់ដែលបានសោយទីវង្គតទៅនោះទេដោយសារគាត់នេះដើរតែលេងដើរផឹកស៊ីស្រីញីអូនបងអញ្ចឹងទៅហើយគាត់អត់បានគិតពីបរមរាជវាំងអត់បានគិតពីប្រជាពលរដ្ឋខ្លួនឯងទេអត់បានគិតពីប្រជានរាជខ្លួនឯងទេអញ្ចឹងបានបាត់គេហៅបាត់សម្លេងពីប្រជាពលរដ្ឋបាត់ការគ្រប់គ្រងពីប្រជាពលរដ្ឋដោយសារអីដោយសារជាទង្វើរបស់គាត់ទេហើយប្រទេសទាំងពីរវាអត់មានអីដែលត្រូវឆ្លោះគ្នាត្រូវជេរបចោគ្នាត្រូវកាប់ចាក់គ្នាត្រូវប្លន់គ្នាទេវាអត់ត្រូវសោះហ្មងញោមអត់មានអត់ត្រូវហើយរឿងដែលឆ្លោះកាប់ចាក់គ្នានេះដោយសារបែងចែកបកជាពីរអាមួយអាក្រក់អាមួយល្អអាមួយវង្វេងប្រវត្តិសាស្ត្រអាមួយនៅស្គាល់ប្រវត្តិសាស្ត្រវាអញ្ចឹងណាអញ្ចឹងអាវង្វេងប្រវត្តិសាស្ត្រដោយសារមានមេប៉ូលីសមេតាហានវានឹងឯងគឺពួកនៅក្នុងបណ្ដុំនឹងឯងគឺវាចង់ដណ្ដើមអំណាចស្ដេចរបស់គេនឹងទៀតចង់ដណ្ដើមបានថាដណ្ដើមអំណាចស្ទើរតែចង់ឲ្យបាត់អំណាចស្ដេចនឹងនៅប្រទេសថៃតែដោយសារប្រជាពលរដ្ឋនៅតែគោរពស្រឡាញ់ស្ដេចទើបគាត់អាចឈរជើងបានទៅរាល់ថ្ងៃហ្នឹងហើយរឿងទាំងអង្គផ្ទៃក្នុងគឺពួកមេដែលជាទាហានមេអីហ្នឹងគឺសិតតែពួកអត់ល្អទេអ្នកល្អតិចណាស់មួយខាងល្អមួយខាងអាក្រក់អញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនស្វែងយល់បន្តទៀតចុះនេះគឺគ្រាន់តែខ្ញុំប្រាប់ឲ្យបងប្អូនបានយល់បានស្គាល់ថាស្ដេចខ្មែរនិងស្ដេចថៃតើជាអ្នកណាគឺជាអ្នកណារាប់អានគ្នាបែបណាគ្រាន់តែប៉ុណ្្នឹងឯងបងប្អូនណាអរគុណច្រើន